nhom mình tiền tới nhom nó thay pin đọc năm một tuổi cái nè mình màu đỏ lên nữa còn mình màu rồi riêng số đây đây phần ta nó thì như vậy để nhomสังเกต khơi đại nhom có thể bịปัญหาบุได้ปลอផងដែរគឺការប្រើប្រាស់យានយន្តផ្សេងៗលើដងផ្លូវនៅទីនេះពលរដ្ឋថៃអត់ទៅនិយមប្រើប្រាស់ display ប្រហែលទេការប្រើប្រាស់ display រុះត្រាទៅក្នុងករណីមួយប្រភេទញុចមែនតើមកគេប្រើហើយខ្ញុំក៏ចាប់អារម្មណ៍ចំណឹងដែរប៉ុន្តែខ្ញុំក៏មិនដឹងថាហេតុអីបានជាគេមិនសូវប្រើ display ឬមួយក៏យ៉ាងម៉េចខ្ញុំមិនដឹងណាព្រោះសង្កេតមើលតាមដងផ្លូវអត់សូវមានគេប្រើទេប៉ុន្តែនៅពេលថ្ងៃមួយខ្ញុំបានអង្គុយមើលទូរស័ព្ទចឹងឯងអូឡើងអត់ចុះក៏ឃើញមេធាវីដែលពាក់ព័ន្ធជាមួយនឹងច្បាប់ហ្នឹងគាត់និយាយអំពីការបៀបត្រែការចុច display ហ្នឹងដែលថៃហៅថាបៀបត្រែណាមែនតើទៅនៅក្នុងគុតនៅក្នុងច្បាប់របស់ថៃអ្នកដែលចុច display តែអាចប្រឈមនឹងការផាកពិន័យដែរ500 បាតរឿងចម្លៃរបស់គេហើយស្រុកយើងវិញចុចព្រៀត